ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទកាប៊ីឡាមានប្រធានបទមួយចង់ចែករំលែកជូនបងប្អូនទាំងអស់គ្នាដែលប្រធានបទរបស់ខ្ញុំថ្ងៃនេះគឺមានឈ្មោះថាជំងឺ gonorrhea ឬយើងអាចហៅបានជាភាសាខ្មែរថាជំងឺប្រមេះទឹកបាយជំងឺប្រមេះទឹកបាយឬ gonorrhea គឺជាជំងឺដែលបង្កឡើងដោយមេរោគឈ្មោះថា Neisseria gonorrhea ដែលជំងឺនេះគឺជាជំងឺលំដាប់ទី2ក្នុងចំណោមជំងឺកាមរោគដែលកើតច្រើនបំផុតនៅលើពិភពលោកជំងឺនេះគឺឆ្លងតាមរយៈការរួមភេទដោយមិនបានប្រើប្រាស់នៅស្រោមអនាម័យឬមិនប្រើប្រាស់នៅស្រោមអនាម័យត្រឹមត្រូវរួមភេទតាមគូតរួមភេទតាមទ្វារមាសតាមមាត់ហើយពេលខ្លះហ្នឹងក៏អាចឆ្លងតាមរយៈដៃដោយដៃរបស់យើងហ្នឹងទៅប៉ះជាមួយនឹងទឹករំអិលដែលចេញមកហើយក៏អាចឆ្លងពីម្ដាយទៅកូនផងដែរក្នុងកំឡុងពេលដែលសម្រាលផ្ទៃពោះហើយបន្ទាប់មកមេរោគទាំងអស់នោះក៏បានទៅរស់នៅក្នុងមួយកើរបស់យើងដែលមាននៅក្នុងមាត់នៅបំពង់កនៅប្រដាប់ភេទហើយនឹងរុនគូតផងដែរបន្ទាប់ពីចូលទៅកាន់មួយកើហើយប្រព័ន្ធភាពស៊ាំរបស់យើងហ្នឹងក៏មានការឆ្លើយតបដែលមានពពួក neutrophil និងពពួកប្រព័ន្ធភាពស៊ាំផ្សេងទៀតចេញមកប្រឆាំងជាមួយនឹងមេរោគនោះចំពោះកត្តាប្រឈមដែលនាំឲ្យកើតនៅជំងឺ gonorrhea ឬយើងអាចហៅបានថាប្រមេះទឹកបាយហ្នឹងគឺដោយសារតែទី1គឺដោយសារតែការមានដៃគូច្រើនហើយការរួមភេទដោយមិនបានប្រើប្រាស់នៅស្រោមអនាម័យត្រឹមត្រូវធ្លាប់មានជំងឺកាមរោគហើយយើងកំពុងតែរស់នៅជាមួយនឹងតំបន់ដែលមានជំងឺកាមរោគហើយចំពោះរោគសញ្ញាដំបូងហ្នឹងគឺអាចនឹងលេចឡើងចន្លោះពី2ទៅ7ថ្ងៃក្រោយយើងប្រឈមហើយជួនកាលហ្នឹងគឺលេចឡើងត្រឹមតែរយៈពេល1ថ្ងៃនោះទេហើយចំពោះអ្នកជំងឺខ្លះទៀតហ្នឹងគឺมันមានលេចឡើងនៅរោគសញ្ញានោះទេរហូតតតែមានការហូរខ្ទុះមកតែម្ដងទើបមានរោគសញ្ញាចំពោះរោគសញ្ញានៃជំងឺប្រមេះទឹកបាយចំពោះបរិសុទ្ធហ្នឹងគឺមានការហូរខ្ទុះចេញពីបង្ហូរនោមឬរុនគូតហើយមានការនោមមកមានលក្ខណៈក្រហាយឬក៏ផ្សាហើយពេលខ្លះមានទឹករំអិលចេញមកពីបង្ហូរនោមហ្នឹងប៉ុន្តែលាយឡំជាមួយនឹងខ្ទុះហើយមានការហើមពងស្វាសផងដែរប៉ុន្តែការហើមពងស្វាសនោះគឺហើមតែមួយចំហៀងតែប៉ុណ្ណោះឧទាហរណ៍ក្នុងករណីហើមខាងឆ្វេងគឺហើមតែខាងឆ្វេងតែប៉ុណ្ណោះឧទាហរណ៍ខាងស្ដាំគឺហើមតែខាងស្ដាំតែប៉ុណ្ណោះហើយពេលខ្លះហ្នឹងគឺមានការអួលនៅបង្ហូរនោមហើយមានលក្ខណៈឡើងក្តៅផងដែរករណីរោគសញ្ញារបស់ស្ត្រីវិញហ្នឹងក៏មិនខុសពីបុរសប៉ុន្មានដែរគឺមានការហូរខ្ទុះចេញពីតំបន់ប្រដាប់ភេទរុនគូតហើយមានការនោមមកក្រហាយផ្សាឈឺចាប់កំឡុងពេលរួមភេទមានទឹករំអិលលីខ្ទុះឈឺផ្នែកនៅខាងក្រោមពោះផងដែរចំពោះផលវិបាកក្នុងករណីដែលបងប្អូនមិនបានព្យាបាលឬក៏ព្យាបាលមិនត្រឹមត្រូវគឺអាចកើតមានការហើមឬក៏រលាកពងស្វាសត្បៀតបង្ហូរនោមកើតនៅជំងឺរលាកសាច់ដុំបេះដូងកើតនៅជំងឺរលាកខួរក្បាលมันអាចមានកូនហើយចំពោះស្ត្រីហ្នឹងគឺអាចមានជំងឺរលាកអាងតាគៀករលាកស្បូនរលាកដៃស្បូនកូនក្រៅស្បូននិងជួនកាលហ្នឹងគឺអាចឈានដល់ការអត់មានកូនទៀតផងចំពោះទារកដែលឆ្លងពីម្ដាយទៅកូនគឺអាចកើតមាននៅជំងឺរលាកភ្នែកដែលអាចហូរខ្ទុះតាមភ្នែកជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរហើយជួនកាលហ្នឹងគឺអាចបណ្ដាលឲ្យពិការភ្នែកទៀតផងចំពោះការធ្វើរោគវិនិច្ឆ័យនៃជំងឺ gonorrhea ឬអាចហៅបានថាប្រមេះទឹកបាយហ្នឹងគឺយើងធ្វើការសម្រង់យកនៅសំណាក់ដែលហូរចេញពីទ្វារមាសឬតាមរុនគូតឬក៏តាមបង្ហូរនោមហើយយកទៅធ្វើតេស្តដោយការបណ្ដុះនៅមេរោគចំពោះការព្យាបាលនៃជំងឺនេះគឺយើងអាចព្យាបាលឲ្យជាដាច់បានតាមរយៈការប្រើប្រាស់នៅថ្នាំអង់ទីប៊ីយោទិកប៉ុន្តែក្នុងករណីនេះគឺត្រូវការប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជា